នឹងនឹងបញ្ហាមួយដែលយើងឃើញគឺគ្រោះថ្នាក់ចរាចរណ៍សម្រាប់គណៈបកបំណងពលរដ្ឋស្ថានភាពនៅកម្ពុជាយើងនេះនៃការគ្រោះថ្នាក់ចរាចរណ៍នេះបើសិនជាខ្ញុំដឹកនាំរដ្ឋាភិបាលខ្ញុំប្រកាសក្នុងគ្រាអាសន្នមួយព្រោះជាទំហំនៃការគ្រោះថ្នាក់ខ្លាំងបំផុតដែលគួរជាទីចាប់អារម្មណ៍ដូចខ្ញុំបានលើកឡើងកន្លងមកអញ្ចឹងការបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាការបាត់បង់នៅធនធានជាតិរបស់យើងមិនទាន់គិតពីការខូចខាតទ្រព្យសម្បត្តិមធ្យោបាយធ្វើដំណើរផ្សេងទេដូចជាករណីថ្មីនេះរឿងគ្រោះថ្នាក់ចរាចរណ៍ទៅលើរថយន្តដឹកអ្នកដំណើរផ្លូវពីខាងប៉ោយប៉ែតមកសៀមរាបមកភ្នំពេញនេះយើងឃើញទៅបុកស្ពានស្លាប់ដូច13នាក់របួសស្លាប់16នាក់របួសដូច24នាក់ទំហំនៃការគ្រោះថ្នាក់នេះធំណាស់ហើយរបៀបនៃការគ្រោះថ្នាក់នឹងក៏ខ្លាំងសម្បើមដែរខ្ញុំក៏សម្គាល់ឃើញបញ្ហានៃការគ្រោះថ្នាក់នេះបើយើងនិយាយការដាក់កំហុសទៅរដ្ឋាភិបាលមន្ត្រីអនុវត្តច្បាប់ឬក៏ទៅក្រសួងដែលមានសមត្ថកិច្ចទទួលខុសត្រូវក៏វាអត់ដែលខ្ញុំសង្កេតឃើញមួយក្រៅពីបញ្ហាចរាចរណ៍ដែលគេផ្ដោត3ធំទី1ទៅលើច្បាប់ទី2យានយន្តមធ្យោបាយធ្វើដំណើរទី3ផ្លូវថ្នល់ចំណុចមួយទៀតមនុស្សដែលខ្ញុំសង្កេតឃើញគឺអត្តចរិតអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរនឹងហ្មងជាអត្តចរិតជាតិសាសន៍យើងនឹងបណ្ដុះមកតាំងពីណាណោះវាជាប់អញ្ចឹងដូចកទីកទើហ្មងណាធ្វើដំណើរតាមដងផ្លូវនឹងដូចជាមានស្ថានភាពមួយបើថាគាត់បំពេញទៅជាមានមោទនភាពមានន័យថាបំពេញច្បាប់ចរាចរណ៍នៅលើដងផ្លូវគាត់មានមោទនភាពដូចជាថ្មីនេះ2-3ថ្ងៃនេះដូចមានខាងគេហៅអង្គរៈការពារតកែកាហ្វេឯណានេះទៅខាត់ឡានខាត់ស្អីគេតាមផ្លូវដូចឃើញយើងឃើញថាសង្គមជាតិយើងដូចខ្ញុំនិយាយទៅកន្លងមកពាក្យដែលគេនិយាយថាស៊ីវិល័យខ្ញុំមើលមិនដឹងឃើញស៊ីវិល័យទៅត្រង់ណាហ្មងណា